សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំសាជាថ្មីថ្ងៃនេះគឺជាវីដេអូទី4ដែលខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពីវិធីការ roaming profile អញ្ចឹងកុំឲ្យកាត់ពេលយូរយើងចូលមកកាន់ Windows server របស់យើងមកបន្ទាប់មកយើងចូល MMC បន្ទាប់មកយើងធ្វើការបង្កើត OU មួយដែលដាក់ឈ្មោះថា OUVP ហើយយើងធ្វើការបង្កើត group មួយដើម្បីយើងឲ្យ user គាត់ join group ហ្នឹងយើងធ្វើការ right click មកយកពី new ហើយនឹង group ខ្ញុំដាក់ឈ្មោះ group ថា roaming profile តោះមកចុច OK ហើយយើងធ្វើការឲ្យ user គាត់ចូល group roaming profile ហ្នឹងអញ្ចឹងយើងធ្វើការ right click មក add to a group ហើយយើងright click roaming profile ហើយយើងធ្វើការចុច check name តោះមកចុច OK អញ្ចឹងយើងចូលទៅមើល roaming profile យើងហើយយើងចូល member យើងឃើញឈ្មោះសីហាគាត់បានចូល group roaming profile ហ្នឹងបានសម្រាប់ហើយអញ្ចឹងយើង clear OK មកតោះមកយើងខ្វែងហើយយើងធ្វើការបង្កើត file explorer មួយណាហើយស៊ីតែ file explorer ខ្ញុំដាក់ថា roaming profile 9តែមកយើង right click យក property ហើយយើងចូលកន្លែង sharing តែមកយក advanced sharing ចុចកន្លែងមួយមកហើយធ្វើការដាក់សញ្ញាដុល្លារឡើងនឹងមួយហើយយើងយកពាក្យ permission តែមកយើងធ្វើការ remove everyone ចេញទាំងអស់ហើយយើងចុច add ដើម្បី add administrator ចូលចុច advanced find administrator ហើយយើងយកពីហើយយើង search គ្រប់ OU ដែលយើងបង្កើតមិញណាដែលយើងបង្កើតនៅក្នុង OU ហើយយើងធ្វើការ check name បន្ទាប់មកយើង OK ហើយយើង add follow វាទាំងអស់មកចុច apply OK apply ហើយ OK បន្ទាប់ចប់ពីកន្លែងនេះយើងចូល security ម្ដងយើងធ្វើការចុច advanced យើងធ្វើការលុប remove ឈ្មោះ user ចេញទាំងអស់តែយើងចុច disable កន្លែងនេះកន្លែងនេះតោះមកយើង remove ចេញបន្ទាប់ពី remove ហើយយើងធ្វើការ add ក្រុមចូលមួយចុចកន្លែង select clinical add group roaming profile ហើយយើង check នៅមួយបន្ទាប់ឈ្មោះគ្រប់យើងត្រូវហើយយើងចុច OK បន្ទាប់មកយើងចុចកន្លែង apply tool យើង select យក this folder only ហើយយើងចូល advanced permission តែមកយើងដោះ tick កន្លែងមួយកន្លែងកណ្ដាលមួយហើយក្រោយយើង tick ឡើងពីវិញបន្ទាប់មកយើងយក OK ហើយនេះវាអត់មានអីទេអញ្ចឹងយើងនឹងឃើញឈ្មោះ system
administrator ហើយនិង creator owner ដែលយើងទុកហ្នឹងហើយនឹងនេះឈ្មោះ file roaming profile ដែលយើងបង្កើតហើយហ្នឹងតោះមកយើងចុចapply អូខេតោះមកយើងចូល sharing ដើម្បីយើង copy network path នេះមកការ close ហ្នឹងយើងចូលមកកាន់ OpenC យើងចុចright click យកពាក្យ property តមក profile នេះយើងប៉ះចូលទៅក្នុង profile path ហើយយើង apply មកតមកអូខេសូមទោសចាប់ថ្មីយើង right click ទៅហ្នឹងមកយកពាក្យ property យកពាក្យ profile ហើយយើងប៉ះអាមាញ់ចូលហើយយើងថែមតិចយើងថែម$flash username ហើយ$ដើម្បីឲ្យវាធ្វើការចាប់ឈ្មោះរបស់ user username ហើយយើងចុចពាក្យរយហ្នឹងមកបន្ទាប់មកយើងចុច apply វានឹងធ្វើការចាប់ឈ្មោះ D សីហានិង auto បន្ទាប់មកយើងធ្វើការចុច OK អញ្ចឹងគឺរាល់ហើយអញ្ចឹងជំហានបន្ទាប់ទៀតយើងធ្វើការចូល Windows Client ដើម្បីយើង log ចូលឈ្មោះ user ដែលយើងដាក់ចូលក្នុង group មិញហ្នឹងយើងបើក Windows 8យើងមក Windows Client ហ្នឹងតមកទៀតយើង log ឈ្មោះចូល D សីហាហ្នឹងយើង log ឲ្យចេញទៅមកហើយជំនាញយើង log ចូលសាថ្មីតមកយើងចូល Windows Server យើងវិញហ្នឹងយើងយកពាក្យ file យើងចូលមើលក្នុង roaming profile on1 ដែលយើងបង្កើតមិញហ្នឹងតមកយើងនឹងឃើញឈ្មោះ D សីហាគាត់បាន access មកកាន់ server យើងបានហើយអញ្ចឹងជំហានបន្តទៀតយើងនឹងធ្វើការបញ្ចូល Windows 8ដើម្បីយើងបង្កើត document text មួយដើម្បីយើងធ្វើការ test ថាយើងអាច access មកកាន់ server នឹងបានអត់ហើយយើងអាចធ្វើការគេហៅ share ទៅវិញទៅមកបានអត់អញ្ចឹងដោយសារ computer ខ្ញុំមានបញ្ហាគាំងអញ្ចឹងទៅវីដេអូខ្ញុំបញ្ចប់ត្រឹមតែប៉ុណ្្នេះអញ្ចឹងវីដេអូក្រោយខ្ញុំធ្វើការ test ឲ្យបងប្អូនអ្នកទាំងអស់គ្នាមើលហើយក៏អរគុណសម្រាប់ការចំណាយពេលទស្សនាវីដេអូរបស់ខ្ញុំបាទសូមអរគុណ